កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការល្អជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេះដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិឃុំបានអញ្ជើញបងប្អូនប្រជាពលរដ្ឋចំនួន50នាក់និងយកគោយន្តកន្ត្រៃរបស់បងប្អូនចំនួន50គ្រឿងបាទឲ្យមកចូលរួមស្ដាប់ការណែនាំដើម្បីបំពាក់ជូននៅចំណាំងបំភ្លឺភ្លើងពេលយប់បាទដើម្បីយើងកាត់បន្ថយបាននៅគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងនៅពេលយប់ជាប្រចាំផងដែរសកម្មភាពខាងលើគឺជាយុទ្ធនាការដូចភ្លៀងរលឹមក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈវិជាការឯកភាពខេត្តនិងលោកឧត្តមសេនីយ៍តូតេងចនាតស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងតែងតែបានបញ្ជាដឹកនាំយ៉ាងយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងនោះកងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តនិងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានបានអញ្ជើញប្រជាពលរដ្ឋចំនួន50នាក់និងគោយន្តកន្ត្រៃចំនួន50គ្រឿងទៀតយកមកជួបជុំគ្នាដើម្បីសមត្ថកិច្ចជំនាញធ្វើការអប់រំសព្វផ្សាយណែនាំឲ្យពួកគាត់យល់ស៊ីជម្រៅហើយបានបំពាក់ជូននៅចំណាំងបំភ្លឺភ្លើងនៅពេលយប់ជូនពួកគាត់ផងដែរសមត្ថកិច្ចជំនាញបានបញ្ជាក់ថាប្រសិនបើបងប្អូនបានបំពាក់ហើយយ៉ាងណាមិញអ្នកបើកបរធ្វើដំណើរនៅតាមផ្លូវនឹងមើលឃើញនៅពន្លឺដែលជាសញ្ញាចំណាំងផ្លាតនេះជាមិនខានហើយគ្រោះថ្នាក់ចរាចរណ៍ក៏អាចនឹងកាត់បន្ថយទៅតាមនោះដែរប៉ុន្តែប្រសិនបើបងប្អូនភ្លេចខ្លួនហើយមិននឹកឃើញកង្វះខាតបន្តិចបន្តួចនោះបងប្អូននឹងមានវិបដិសារីដោយសារតែគ្រោះថ្នាក់ចរាចរណ៍អាចកើតមានឡើងបានគ្រប់ពេលវេលាដោយមិននឹកស្មានតែម្ដងធ្វើឲ្យបាត់បង់ទាំងអាយុជីវិតបាត់បង់ថវិកានិងផលប្រយោជន៍រួមជាច្រើនទៀតនៅក្នុងសង្គមនៃការរស់នៅរបស់បងប្អូនសមត្ថកិច្ចជំនាញបានបន្តផ្សព្វផ្សាយការងារនេះដល់បងប្អូនឲ្យបងប្អូនចេះថែរក្សាហើយណែនាំបងប្អូនដទៃទៀតដែលមានគោយន្តឬក៏គោយន្តកន្ត្រៃឲ្យបំពាក់នៅចំណាំងបំភ្លឺភ្លើងផ្លាតខាងក្រោយនេះឲ្យបានគ្រប់គ្នាដើម្បីយើងអនុវត្តនិងឆ្លើយតបឲ្យបានទៅនឹងពាក្យស្លោកថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍សូមអរគុណលោកសុកកឹមសៀនដែលបានបញ្ជាក់ជូនព័ត៌មាននេះពីខាងខេត្តកំពង់ឆ្នាំងពីកម្មវិធីកាមេរ៉ាព័ត៌មានសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទកាមេរ៉ាទឹកសាប៊ូលាងចាន Super Clean មានច្រើនជម្រើសទៅតាមតម្រូវការរបស់លោកអ្នកជាផលិតផលខ្មែរទំនាក់ទំនងទិញរាយនិងបោះដុំយកទៅលក់បន្តបញ្ចុះតម្លៃជូនយ៉ាងពិសេសទូរស័ព្ទ092 37 32 30 088 99 99 445ទំនាក់ទំនងការផ្ដល់ព័ត៌មានផ្សព្វផ្សាយដំណឹងផ្សេងៗតាមតម្រូវការរបស់លោកអ្នកត្រូវការទូរស័ព្ទ092 37 32 30 088 99 99 445ទូរទស្សន៍ខេមរ៉ា TV អនឡាញរស់ក្នុងសន្តិភាព